និយមន័យនៃការលួចរត់ការលួចរត់គឺជាអំពើរបស់ជនជាប់ឃុំដែលលួចរត់ចេញពីការឃុំខ្លួនតាមគ្រប់មធ្យោបាយការលួចរត់ចេញពីទីឃុំឃាំងត្រូវចាត់ទុកថាគ្រប់លក្ខណៈដែរទោះបីជាមធ្យោបាយខាងលើនេះជាអំពើរបស់តតិជនក៏ដោយត្រូវចាត់ទុកថាជាជនជាប់ឃុំគឺ 1. បុគ្គលដែលគេឃាត់ខ្លួនទុក 2. បុគ្គលដែលគេហៀបនឹងនាំទៅបង្ហាញខ្លួនឬកំពុងតែនាំទៅបង្ហាញខ្លួនដល់អាជ្ញាធរតុលាការក្រោយពីការឃាត់ខ្លួនឬដោយអនុវត្តដីកានាំខ្លួនឬឲ្យចាប់ខ្លួន 3. បុគ្គលដែលបានទទួលលិខិតឲ្យដំណឹងពីដីកាឲ្យឃុំឬឲ្យចាប់ខ្លួន 4. បុគ្គលដែលអនុវត្តទោសដាក់ពន្ធនាគារឬដែលត្រូវគេចាប់ខ្លួនដើម្បីអនុវត្តទោសនេះ 5. បុគ្គលដែលត្រូវគេឃុំខ្លួននៅក្នុងក្របខ័ណ្ឌនៃនីតិវិធីបច្ចាបាន 5. ជនដែលស្ថិតក្នុងរបបពាក់កណ្ដាលសេរីភាពតាមបញ្ញត្តិនៃមាត្រា127 លក្ខខណ្ឌនៃរបបពាក់កណ្ដាលសេរីភាពនៃក្រុមនេះអំពើលួចរត់ត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលមាត្រា560និង561នៃក្រមព្រំទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា